បងស្រីលៀនយក15គីឡូសុំតម្លៃ15យួនបងស្រីលៀនរួចរាល់ហើយ21គីឡូ21យួនអាម៉ាស៊ីអោឆ្អឹងត្រីអាចសម្លាប់មនុស្សបានថៅកែយកត្រីមួយអានសាច់ត្រីជាចំណិតតូចៗឲ្យខ្ញុំហើយដកឆ្អឹងចេញឲ្យអស់ឯឈួតមែនទេដកឆ្អឹងត្រីឆ្ដោបើខ្ញុំស្លាក់ឆ្អឹងឯងត្រូវទទួលខុសត្រូវនេះវាហួសហេតុពេកហើយអ្នកណាមិនដឹងថាត្រីមានឆ្អឹងពួកគេគ្រាន់តែមកបង្កបញ្ហាដើម្បីទារលុយប៉ុណ្ណោះអូខេរួចរាល់ហើយតកែធ្វើបានល្អប៉ុន្តែខ្ញុំត្រូវឆែកជញ្ជីងសិនបងធំនឹងឆៃហើយវាមានតែ15គីឡូទេឡំយើង6គីឡូឯងហ៊ានមកឡំខ្ញុំហ៎ជញ្ជីងរបស់ខ្ញុំគឺត្រឹមត្រូវបងប្អូនវាយកំតិចវារួចរាល់ហើយឯងថាម៉េចខ្ញុំថាត្រីនៅទីនេះប្រហែល2200យួនសម្អាតផ្លូវឲ្យស្អាតហើយសងលុយមករួចអ្នកអាចចេញទៅបានបងប្អូននាងចង់ឲ្យខ្ញុំសងលុយប្រាប់នាងទៅតើខ្ញុំគួរតែសងទេតើក៏ខ្ញុំឲ្យពាក្យ4ម៉ាត់ខ្ញុំមិនសងទេឈប់บอกสิហេតុអីបងមកទីនេះបងស្រីលៀនដោយតែខ្ញុំបាននិយាយសម្អាតផ្លូវឲ្យស្អាតហើយសងលុយមករួចអ្នកអាចចេញទៅបានខ្ញុំសងសុំទោសបងស្រីប្រាប់មកមានរឿងអីបងស្រីលៀនខ្ញុំចង់ឲ្យកូនស្រីខ្ញុំហួរលីងហ្គើទៅរោងចក្ររបស់បងដើម្បីបង្ហាត់ចរិតនាងបានតាវាល្អតាប៉ុន្តែនាងមិនដឹងពីអត្តសញ្ញាណរបស់ខ្ញុំទេនាងរឹងមាំហើយទើបតែទទួលបានសញ្ញាបត្រល្អទៅចុះខ្ញុំរវល់ហើយអាឡូសៀវស្វៀតតើពេលណាឯងមកផ្ទះវិញកូនស្រីឯងមានរឿងហើយបញ្ញាប់មកសងលុយ